ចាសួស្តីអ្នកទាំងអស់គ្នាកាលពីល្ងាចមិញហ្នឹងខ្ញុំមកពីពលានយន្តហោះថ្មីហើយជិះកាត់តាមផ្លូវស៊ីជំពិញមកដល់ផ្លូវបត់តាមផ្លូវជាតិលេខ3គឺខ្ញុំជិះបត់មកតាមផ្លូវវត្តស្លែងពេលមកដល់ផ្លូវវត្តស្លែងហ្នឹងគឺឡានរបស់ខ្ញុំជាប់ស្តុបអញ្ចឹងក៏ខ្ញុំឈប់ស្តុបនៅពេលឈប់ស្តុបហ្នឹងគឺមានម៉ូតូស្ទាវមួយគឺបើកលឿនមែនទែនហើយគាត់ចាប់ប្រាំងមែនទែនអូសមកបុកឡានខ្ញុំមកទាំងហឹងហ្មងណាចាំមើលកន្លែងនេះមួយគាត់ចាប់ប្រាំងឲ្យអូសបុកមកទាំងហឹងទៅមកទៀតគ្រូសាខ្ញុំគាត់ចុះទៅមើលហើយពេលគាត់ចុះទៅមើលហ្នឹងពួកគាត់មានអីទេមានតែលើកដៃសុំទោសហើយខ្ញុំឆ្ងល់ថាពួកគាត់ហ្នឹងអាងអីខុសគឺលើកដៃសុំទោសអត់មានទំនួលខុសត្រូវទេហើយបើអត់ចេះប្រយ័ត្នប្រយែងអានេះគ្រោះថ្នាក់អានេះបើសិនជាជិះម៉ូតូវិញនឹងថាគ្រោះថ្នាក់មិនមកបើគាត់បើកលឿនម្លឹងហើយមើលឡានសមួយដែលមកពីក្រោយហ្នឹងគាត់ឃើញហេតុការណ៍គាត់ខឹងគាត់ជេរឡើងមកថឹងថាបើកភ្លឺអានេះបុកគេឡានបុកម៉ូតូងាប់គេហ្មងហើយលើអាងអីអាងលើកដៃសាពះសុំទោសហើយទៅបាត់